ឥឡូវហ្នឹងខ្ញុំមានកម្មវិធីថ្មីមួយឈ្មោះថា Insert ជាកម្មវិធីថ្មីមួយដែលយើងងាយប្រើហើយនឹងមានមុខងារជាច្រើនដែលវាស្តៀងទៅនឹងកម្មវិធី CapCut ដែរប៉ុន្តែឥឡូវហ្នឹងកម្មវិធី CapCut គឺវាមានពាណិជ្ជកម្មច្រើនមែនទែនហើយនឹងទាមទារឲ្យយើងទិញ license ជាច្រើនអញ្ចឹងណាអញ្ចឹងយើងទៅមើលបងប្អូនគ្នាអញ្ចឹងបងប្អូនចូលមកកាន់ Play Store ទៅមកបងប្អូនចូលមកកន្លែង search បងប្អូន search នៅខាងក្រោមចុចទៅមកបងប្អូនសរសេរនៅខាងលើបងប្អូនសរសេរពាក្យថា IN ទៅមកវានឹងចេញពាក្យថា insert នៅខាងក្រោមបងប្អូនទៅមកបងប្អូនចុច insert នេះមកទៅមកវានឹងចេញពាក្យថាឲ្យយើង open អញ្ចឹងបងប្អូនដោយសារតែកម្មវិធីនេះគឺខ្ញុំបាន download ហើយគឺវាចេញពាក្យថា open បងប្អូនតែបើសិនជាបងប្អូនអត់បាន download ទេកន្លែងហ្នឹងគឺវានឹងចេញពាក្យថា install បងប្អូនវាចេញ install បែបនេះបងប្អូនគឺបើបងប្អូនអត់ install បងប្អូន install មកកម្មវិធីហ្នឹងគឺយើង download មក free យើងអាចភ្ជាប់ជាមួយ Gmail ឬក៏ Facebook ឬក៏លេខទូរស័ព្ទទេគឺយើង download មកគឺយើងប្រើបានតែម្ដងអញ្ចឹងបងប្អូនទៅបងប្អូនចុច open ហ្នឹងមកបងប្អូនចុច open ទៅមកវាមានច្រើនទម្រង់ឲ្យយើងធ្វើអញ្ចឹងបងប្អូនមានដូចជាវីដេអូ photo មាន collect អញ្ចឹងបងប្អូនអញ្ចឹងខ្ញុំកាត់តវីដេអូបងប្អូនខ្ញុំចូលកន្លែងវីដេអូទៅមកយើងជ្រើសរើសរូបភាពមួយមកបងប្អូនឧទាហរណ៍ខ្ញុំជ្រើសរើសរូបបែបធម្មជាតិអញ្ចឹងបងប្អូនទៅមកដំបូងគឺបងប្អូនត្រូវ remove insertion បងប្អូនគឺយើងremove logo insertion កុំឲ្យវាញ៉ៃអញ្ចឹងកុំឲ្យវាជាប់អញ្ចឹងបងប្អូនឃើញ logo insert កន្លែងនេះបងប្អូនឃើញសញ្ញាខ្វែងមួយទូចបងប្អូនទូចនៅកន្លែងនេះបងប្អូនចុចសញ្ញាខ្វែងនេះមកទៅមកវានឹងចេញ remove free remove បងប្អូនកន្លែងនេះបងប្អូនចុចកន្លែងនេះមកចុច free ទៅមកយើងរងចាំមើលវាមើលពាណិជ្ជកម្មវាកន្លះនាទីបងប្អូនយើងមើលពាណិជ្ជកម្មវាចំទៅមកយើងចុចខ្វែងបងប្អូននេះយើងមើលនាទីវាលោតកន្លែងនេះអញ្ចឹងយើងរងចាំបន្តិចមកអូខេបងប្អូនបន្ទាប់ពីយើង remove logo ហើយគឺយើងចាប់ផ្ដើមធ្វើរូបភាពហ្នឹងមកយើងចុចលើវាមកយើងចង់បានវាវែងឬខ្លីយើងធ្វើវីដេអូឧទាហរណ៍បើសិនយើងចង់ធ្វើវីដេអូ10នាទីអញ្ចឹងយើងទាញ background ហ្នឹងឲ្យបាន10នាទីបងប្អូនចុចទាញកន្លែងនេះទាញរហូតមកយើងចង់បានប៉ុណ្ណាចង់បាន1ម៉ោងក៏បានកន្លះម៉ោងក៏បានស្រេចយើងចង់បានអញ្ចឹងបងប្អូនអញ្ចឹងនៅក្នុងកម្មវិធីនេះគឺមានមុខងារច្រើនមែនទែនមានអញ្ចឹងខ្ញុំចូលទៅកន្លែងមួយដូចជាកន្លែង effect បងប្អូនខ្ញុំ Python បងប្អូនជ្រើសពាក្យថា effect បងប្អូនចុច effect ទៅមក effect ខ្ញុំចុច effect ទៀតមកទៅមកវាមាន effect ជាច្រើនឲ្យយើងដាក់ background មានចលនាអញ្ចឹងបងប្អូនអញ្ចឹងនៅខាងលើនេះបងប្អូនអាចអូសទៅឆ្វេងបានវាមានច្រើនមែនទេ effect ស្តៀងនឹង CapCut អញ្ចឹងអាចថាល្អជាង CapCut កម្មវិធីនេះមាន weather ហ្នឹងឧទាហរណ៍ខ្ញុំចូលកន្លែង weather អញ្ចឹងបងប្អូនកន្លែងនេះ vibration weather ឧទាហរណ៍ខ្ញុំដាក់ rain ខ្ញុំចុចលើ rain អញ្ចឹងវានឹងមានភ្លៀងបងប្អូនអញ្ចឹងបើសិនជាបងប្អូនចង់ឲ្យភ្លៀងនឹងធ្លាក់ខ្លាំងបងប្អូនទាញអាកន្លែងចង្កូតខៀវនេះមកទាញមកស្ដាំមកភ្លៀងវានឹងធ្លាក់លឿនអញ្ចឹងបើសិនជាបងប្អូនចង់ឲ្យភ្លៀងវាធ្លាក់យឺតបងប្អូនទាញមកវិញទាញមកឆ្វេងវិញវានឹងធ្លាក់យឺតអញ្ចឹងយើងថយមកវិញបងប្អូនយើងថយវិញមកហើយវាមានមុខងារជាច្រើនបងប្អូនមានដូចជាកន្លែងជ្រើសរើសទំហំកន្លែងនេះមានកន្លែងចូលសលេងដោយផ្ទាល់ហើយនឹងកន្លែងយើងដាក់ជាបទចម្រៀងអញ្ចឹងហើយកន្លែងនេះកន្លែងយើងដាក់ sticker ដាក់អីយើងអាច search រកបានដូចគ្នាកន្លែងហ្នឹងហើយនឹងកន្លែងយើងដាក់ text នេះកន្លែងយើងដាក់សេជាអត្ថន័យសេជាភាសាអង់គ្លេសឬក៏ជាភាសាខ្មែរអញ្ចឹងកន្លែងហ្នឹងគឺយើងអាចដាក់ពន្ធខ្មែរបានដូចគ្នាអញ្ចឹងបងប្អូនហើយនឹងកន្លែង effect ដែលខ្ញុំបាននិយាយមិញបងប្អូនកន្លែងនេះហើយមានច្រើនទៀតបងប្អូនអូសទៅឆ្វេងបងប្អូនអូសឆ្វេងមកវាមានច្រើនទៀតបងប្អូនមានដូចជា filter ហើយនឹង phim កន្លែង phim នេះគឺយើងអាចដាក់វីដេអូឬក៏រូបភាពបានពីលើគ្នាអញ្ចឹងបងប្អូនអានេះដែលខ្ញុំដាក់នេះគ្រាន់តែជា background នេះបងប្អូនចង់យកវីដេអូមកដាក់ពីលើបានបងប្អូនចុចកន្លែងហ្នឹងបងប្អូនចុចកន្លែង phim នេះមកកន្លែងហ្នឹងគឺជាកន្លែងដែលយើងដាក់វីដេអូឬរូបភាពផ្សេងៗចឹងបងប្អូនហើយនឹងមានច្រើនទៀតបងប្អូនទៅមកទៅពីបងប្អូនកាត់តហើយបងប្អូនចុចពាក្យ export ខាងលើបងប្អូនចុចពាក្យ export ខាងលើនេះបងប្អូនចុចមកវានឹងមានទំហំមកយើងរើសអញ្ចឹងបងប្អូនមានដូចជាចុច export វាមានទំហំ18:8អញ្ចឹងខ្ញុំចុចលើ18:8មកបើសិនជាបងប្អូនចង់ឲ្យវីដេអូបងប្អូនច្បាស់បងប្អូនជ្រើសរើស 2 ឬក៏ 4K បងប្អូនយក 4K មកវានឹងច្បាស់ហើយនឹង30 frame បងប្អូនយកទំហំ30 frame ហើយនឹង MP4 បើយើងយក MP4 វាច្បាស់ជាង MP3 អញ្ចឹងបងប្អូនហើយយើងចុច export ហើយចុច done បងប្អូនអញ្ចឹងវីដេអូនឹងមានតែប៉ុណ្្នឹងបងប្អូនបើសិនជាបងប្អូនគិតថាវីដេអូនឹងមានប្រយោជន៍សម្រាប់បងប្អូនសូមបងប្អូនកុំភ្លេចជួយ share ម្នាក់មួយផងបងប្អូនអរគុណច្រើន